សម្រាប់សុនអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើសម្លម្ជូរខ្ទិះសាច់មាន់តែខ្ញុំអត់មានគ្រឿងបុកអីទេគឺបុកបែបនេះហើយយើងប្រើខ្ទិះដូងហើយនឹងស្លឹកគល់ក្រៃហើយនឹងស្លឹកក្រូចសើចតែម្ដងបន្ទាប់ពីទឹកពុះយើងដាក់គល់ក្រៃស្លឹកក្រូចសើចហ្នឹងហើយនឹងខ្ទឹមសខ្ទឹមក្រហមនិងម្ទេសដែលយើងបុករងត្បាល់ហ្នឹងចូលកូរទាំងអស់ហើយយើងថែមគ្រឿងស្ករប៊ីចេងអំបិលទឹកត្រីតាមយើងចូលចិត្តហើយនឹងកាពិគាត់ថាម្ជូរខ្ទិះនេះវារាងជូរអែមអញ្ចឹងបន្ថយប្រៃបន្តិចខ្លាច់ប្រៃដោយសារតែកាពិចាំពេលយើងស្លហើយចាំភ្លក់ម្សៅទៀតចង់ថែមទឹកត្រីថែមអំបិលអីថែមទៀតអញ្ចឹងណាសម្រាប់ខ្ទឹមសខ្ទឹមក្រហមម្ទេសដែលបុកហ្នឹងអ្នកទាំងអស់គ្នាបុកឲ្យម៉ត់ដោយសារត្បាល់ខ្ញុំទូចខ្ញុំក៏ដាក់សាច់មាន់ចូលតែម្ដងព្រោះសាច់នេះសាច់សុទ្ធវាមិនមែនជាសាច់ជាប់ឆ្អឹងជាប់អីអញ្ចឹងណាវាឆាប់ឆ្អិនហើយបើសិនជាឆ្អិនយូរពេកវាទៅជាស្វិតលែងឆ្ងាញ់ដាក់សាច់ហើយនាងខ្ញុំចាប់ផ្ដើមដាក់បន្លែពីលើតែម្ដងពេលដែលពុះគឺវាឆ្អិនព្រមគ្នាអញ្ចឹងសាច់វាអត់បាត់បង់រសជាតិវាអត់ស្វិតទេហើយក៏មិនភ្លេចដែរទឹកអំពិលទុំព្រោះវាត្រូវការជាតិជូរអែមដោយសារម្ទេសខ្ញុំបុកនោះវាអត់សូវហឹរតែខ្ញុំថែមម្ទេសហុយពីលើថែមទៀតហើយចាជូរខ្ទិះ